បងមានរឿងប្រាប់មួយទៀតដែលសំខាន់បំផុតណាភូមិភូមិរបស់ប្អូនវាទូជាប្អូនពាក្យថាសង្គមគឺធំទូលំទូលាយខ្លាំងមែនតើខ្ញុំថាខ្ញុំនឹងឈប់ធ្វើជាមួយនឹងវីដេអូដែលនិយាយពាក់ព័ន្ធជាមួយនឹងក្មេងៗហើយក៏រឿងសង្គមដែលជេរបដៅពួកគាត់ហ្នឹងចឹងណាប៉ុន្តែខ្ញុំពិតជារំភើបខ្លាំងមែនតើតែមានប្អូន2នាក់អាហ្នឹងគឺខ្ញុំគិតថា2នាក់ដែលគាត់ហ៊ានណានៅក្នុងការឆាតមកក្នុង page របស់ខ្ញុំផ្ទាល់ហ្មងហើយគាត់អរគុណខ្ញុំគាត់ថាគាត់អត់មានបានខំខ្ញុំទេគាត់ពិតជាអរគុណខ្ញុំមែនតែពេលដែលខ្ញុំនិយាយទៅហ្នឹងធ្វើឲ្យគាត់ភ្ញាក់ដូចខ្មោច7ថ្ងៃពិតមែនព្រោះដោយសារតែរាល់ថ្ងៃគឺគាត់ដើរជាមួយនឹងមិត្តភក្តិគាត់តាមមកកតុបហ្នឹងទេមកកតុបណាទាំងអស់គ្នាពេលដែលគាត់ស្ដាប់ខ្ញុំហើយគាត់នឹកស្មានថាពាក្យថាសង្គមគឺវាធំកម្រិតណាហើយគឺគាត់ខ្លាចនៅអ្វីដែលគាត់កំពុងតែដើរនឹងពេលដែលគាត់ធ្វើហ្នឹងមិនមែនកុមារទាំងអស់ហ្នឹងពេលដែលពួកគាត់ធ្វើហ្នឹងគឺគាត់អត់មានអារម្មណ៍ថាខ្លួនឯងរៀងខុសហើយណាប៉ុន្តែគេហៅថាអត់មានអ្នកទាញអាចនឹងគ្រួសារគាត់អត់សូវបាននិយាយទៅគឺអត់ចូលឬមកក៏និយាយអត់ចាក់ចំចំណុចរសើបរបស់គាត់ធ្វើឲ្យគាត់ទាញអាបេះដូងទាញអាការដែលគាត់ចង់កែប្រែខ្លួនហ្នឹងមកវិញអត់បានអ្វីដែលពិសាពីបងស្រីម្នាក់នេះទៅហើយនឹងធ្វើមិនខ្លះទៀតទេបងអូននៅពេលដែលបងអូនជ្រុលជើងជាមួយនឹងសង្គមតែនៅពេលដែលបាក់ពួកជាមួយនឹងបាក់ពួករបស់បងអូនប្រឡូកប្រឡាក់នឹងហើយបងអូនចង់កែខ្លួនគឺទាន់ពេលវេលាអត់មានពាក្យថាការស្ដាយក្រោយទេគ្រាន់តែថាគេផ្លូវគេរលូមអញ្ចឹងគេដើរទៅត្រង់វាលឿនហើយតែពេលយើងគឺយើងត្រូវកាច់បត់ស្ដាំមកវិញកូនបត់ផ្លូវបត់របស់យើងគឺវាពិបាកនៅក្នុងការដើរមកវិញអ្វីដែលបងអូនទៅធ្វើនៅពេលហ្នឹងគឺថែរក្សាសុខភាពបងប្រាប់ពាក់ម៉ាស់ពាក់វ៉ែនតាឬក៏ពាក់មួកឲ្យចិត្តពាក់អាវទៅជីកចាស់ខោពីខ្លួនហ្នឹងទៅរកមណ្ឌលសុខភាពដើម្បីពិនិត្យសុខភាពរបស់បងអូនឲ្យបានត្រឹមត្រូវពិនិត្យសុខភាពថែទាំរាងកាយរបស់បងអូនឡើងមកវិញហ៊ានឲ្យបានយ៉ាងហោចណាស់ចប់ថ្នាក់ទី12ណាស្ដាប់បងឲ្យច្បាស់ហ៊ានយ៉ាងហោចណាស់ឲ្យបានចប់បាក់ឌុបថ្នាក់ទី12ហើយខំប្រឹងរៀនជាមួយនឹងភាសាមិនថាអង់គ្លេសឬក៏ចិនទេហ៊ានភាសាអូនឯងហ៊ាន1ម៉ោងវាអត់ថ្លៃហ្មងទេអូនបងជឿថាបើសិនជាអូនឯងត្រូវការអូនឯងអាចនឹងសុំពីគ្រូសាស្ត្រដើម្បីអាចរៀនបានបងជឿថាគ្រូសាស្ត្រអាចផ្ដល់នឹងការរៀនសូត្រនឹងឲ្យបងអូនបានទេគ្រាន់តែហ៊ានណាថាសង្គមគឺធំទូលំទូលាយខ្លាំងមែនតើមិនមែនតែនៅក្នុងភូមិយើងប្រហែលអ្នកហ្នឹងឯណាគឺសង្គមប្អូនត្រូវធំមកជួបជាមួយនឹងសង្គមដ៏គួរឲ្យខ្លាចដល់ការប្រកួតប្រជែងជាច្រើនទៀតនៅថ្ងៃអនាគតហើយបើប្អូនអត់ខំប្រឹងពីថ្ងៃហ្នឹងទៅទេពេលដែលទៅថ្ងៃអនាគតរបស់ប្អូនណាបងអត់ដឹងថាគួរតែនិយាយបែបណាទេប៉ុន្តែបងក៏លើកទឹកចិត្តកុំបារម្ភឲ្យតែពាក្យថាកែខ្លួនគឺអត់ហួសពេលទេសាក់តិចតួចហ្នឹងទុកវាគឺជាស្នាមដៅនៅក្នុងខួរក្បាលយើងដែលធ្វើឲ្យយើងចងចាំរហូតមានតែការកែប្រែពីចិត្តពីគំនិតខាងក្នុងមកវិញទៅមិនអាចកែប្រែខ្លួនយើងបានដូចគ្នាដែររូបរាងកាយបងប្អូនមានការសង្ស័យបងនិយាយសឹបមានការសង្ស័យនៅគ្រប់រាងកាយរបស់ប្អូនមានសុខភាពមិនសូវល្អតំបន់របស់ប្អូននឹងមានធំក្លិនហើយមានបញ្ហាឬក៏មានអីមួយប្អូនរកសុខភាពឬមកក៏មិនយល់ដែរថែសុខភាពនៅចិត្តផ្ទះថោកឲ្យប្អូនអត់អស់លុយហ្នឹងសំស្រួលយើងនៅក្មេងទៀតគឺអត់អស់លុយផងចូលខ្លួនទៅគេមានជាការលក្ខការសម្ងាត់គេមិនដល់ចេះមិនសួរដល់គ្រូសាសួរអីហើយកុំភ័យដល់ចំណុចហ្នឹងចូលខ្លួនទៅតេស្តមើលសុខភាពយើងទៅថែទាំសុខភាពរាងកាយមកវិញខំប្រឹងហ៊ានមកវិញអាណាផ្សេងខំអញក៏ខំទៅយ៉ាងណាក៏អញមានជ្រៀងឲ្យប្អូនអញប្រហែលអ្នកដែលវាដឹងខ្លួនវាភ្ញាក់ស្មារតីនឹងដែរហើយអនាគតនឹងមើលឃើញបងជូនពរឲ្យប្អូនជោគជ័យនៅថ្ងៃអនាគតដូចគ្នាដែរណាមិនបាច់ថាអីទេគ្រាន់តែពីឥឡូវទៅហ្នឹងប្អូនជោគជ័យបាត់ទៅហើយប្អូនដឹងខ្លួនប្អូនអាចកែប្រែស្ថានភាពទាំងអស់ហ្នឹងបានដំបងវាអត់អាចធ្វើចិត្តបានទេពួកម៉ែឯងនឹងតែមករបៀបអាចវាមិនតើទេរៀននឹងណៃហងហែងតាំងពីដើមមកប៉ុណ្្នឹងឯងសើចមានការសើចចំអកពីមិត្តភក្តិនៅជុំវិញហ្នឹងដែលគេអូសទាញទៅផ្លូវហ្នឹងប៉ុន្តែបើហែងអត់អូសទាញខ្លួនហែងចេញពីហ្នឹងមកវិញទេអនាគតអត់ខុសពីមីងនិយាយទេហើយមីងគ្រាន់ប្រាប់ឯណាសង្គមគឺគេបែងចែកមែនណាហើយកុំនិយាយសង្គមគេបែងចែកទៅណាតិចទៀតហើយសាក់មើលកូនបែរអត់ជឿមីងទេហើយកាត់ថ្មចំណាំទុកនៅក្នុងផ្ទះឯង5ឆ្នាំទៅ10ឆ្នាំក្រោយអញអត់បាត់មុខពីណាអញអត់បាត់មុខទៅណាអញនៅតែហ្នឹងហើយចាំអញនិយាយជាមួយអញបាន